បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយករបៀបconvert ខ្មែរ limon ទៅជាខ្មែរ Unicode ម្ដងទៀតព្រោះថាបងប្អូនភាគច្រើនគឺមិនទាន់យល់ច្បាស់អំពីរបៀបconvert នេះនៅឡើយអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូននេះគឺជាកម្មវិធីមួយដែលគេហៅថាខ្មែរ software version 2.3 2.4 បាទអញ្ចឹងគឺដើម្បី convert បានលុះត្រាតែយើងនេះគឺជា extension គឺយើងអាចបង្ហាញវាបាទយើងបង្ហាញវា option អីចា option ហើយចូលលើកន្លែង show extension បាទអូខេបាទនេះគឺ extension វាគឺ DOC អញ្ចឹងដើម្បីបំលែងវាបានលុះត្រាតែយើងនឹងគឺបំលែងវាទៅជា file ODT បាទអញ្ចឹងគឺដើម្បីបំលែងបានលុះត្រាតែយើងដំឡើងកម្មវិធី2គឺទី1គឺខ្មែរ open source ទី2គឺខ្មែរ converter អញ្ចឹងដើម្បី click លើខ្មែរ software ទៅអញ្ចឹងនៅក្នុងនេះគឺយើងមានconvert ហើយនឹង open office អញ្ចឹងគឺយើង double click លើ open office គឺយើងដំឡើងកម្មវិធីហ្នឹងទៅបាទយើងចុច next ហើយ shape next ហើយបំបែកអីពេញទាំងអស់ next យក complete next installបាទសូមរងចាំបន្តិចពួកវាដំណើរសូមចូលជាសមាជិករបស់សសយកមន្ទីរយើងហ្នឹងធ្វើពីច្បាប់មានបទរូបថតផងណាបាទបន្ទាប់ពីយើងដំឡើងហើយយើងចុចពីនេះបន្ទាប់មកគឺយើងចុចទៅលើ all program open office យកខ្មែរ writer សម្រាប់ Microsoft Office Word បាទបន្ទាប់មកយើងចុចក្រោមបន្ទាប់បញ្ចប់បាទតមកគឺយើងយកមកចុចទៅលើ open ឬក៏ឯកសារចុចបើក
ហើយយើងប្រូទៅរកនៅលើ desktop នេះគឺ Khmer Convert អញ្ចឹងយើងមាននេះ Song Title ដែល extension វាជា DOC បើកមកបាទនេះគឺយើង select មើលគឺវាជា AK Limon F4 អញ្ចឹងគឺខ្ញុំបាទសូម select វាទាំងអស់ចប់មកខ្ញុំចុចទៅលើឯកសារហើយរក្សាទុកជាហើយកន្លែងនេះពីមុន DOC ប៉ុន្តែខ្ញុំដូរទៅជាអីគេ Open Document ODT ចប់ហើយខ្ញុំដាក់ឈ្មោះថា change to ODT ចប់មកចុច save ហើយយើងបិទចោលអញ្ចឹងយើងទៅមើលយើងទៅមើលឯកសាររបស់យើងនៅក្នុងនេះមិញហ្នឹងនេះគឺមាន icon បែបនេះហើយគេដាក់ change to ODT តទៅទៀតគឺយើងបើកលើ Khmer software ដដែលហើយយើងចុចលើ converter ហើយយើង right click យកវាដំឡើងវាទៅតមកចុច next នេះតមកគឺយើងបែកទៅវិញនេះគឺ change to ODT អញ្ចឹងវានៅ Word នៅជានេះឡើយទេអញ្ចឹងយើងបើក start all program ទៅហើយយកពាក្យថា Khmer Converter version 1.5 បើកមកបាទអញ្ចឹងនេះ legacy to Unicode អញ្ចឹងគឺយើង open Office ណាដែលមាន extension ជា ODT បាទបើកមកគឺយើងនៅណានៅ try desktop ហើយ Khmer Convert ហើយនេះយើងជប់ប្រើនេះហើយគឺយើងប្រើនេះម្ដងផ្លេចលើវាទៅហើយយើងចុច open អញ្ចឹងអានេះគឺជាប្រភេទ font ដែលយើងចង់បានឥឡូវខ្ញុំយកមេតាច្រៀងសាយយើងយក10ប្រហែល12ហើយយើងចុច convert complete បាទហើយ close ហើយនេះគឺជាអ្វីដែលយើងបាន convert គឺវាដាក់ convert change to ODT បើគ្លីកលើវាទៅហើយយើងបើកមើលតើវាជា Khmer Limon ឬក៏ Khmer Unicode បាទ font ប្រហែល font 12អញ្ចឹងអ្វីដែលខ្ញុំធ្វើនេះគឺដើម្បីបញ្ជាក់ពីមុននោះបងប្អូនយើងមួយចំនួនគាត់គឺធ្វើគាត់បានទេបាទឥឡូវយើងថាឥឡូវនេះយើងចង់ដូរណាជា Khmer OS មេតាច្រៀងអញ្ចឹងយើងដូរយក Khmer Moonlight ឃើញទេបានទេបាទហើយស្រួលណាស់ហើយបងប្អូនមួយចំនួនគាត់នៅតែធ្វើអត់បានហើយគាត់នៅតែcall មកសួរបាទគឺយើងដូរបានទាំងអស់បាទអញ្ចឹងសូមអរគុណចំពោះការទស្សនានៅខ្សែវីដេអូថ្មីបាទចំពោះការ convert វីដេអូនៅ convert Limon ទៅជា Khmer Unicode បាទសន្មតថាចប់ដោយសង្ខេបសូមអរគុណហើយសូមជួយចុច subscribe ហើយនិង like share ដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តទៀតសូមអរគុណសូមជម្រាបលា